សម្រង់រឿងរ៉ាវពិតរបស់លោកស្រី Elizabeth Baker ក្នុងសៀវភៅនៅពេលដែលសង្គ្រាមរលត់ទៅជំពូក11ការវិលត្រឡប់ទៅក្រុងភ្នំពេញម្ដងទៀតជារឿងរ៉ាវដ៏រន្ធត់ដែលលោកស្រីនិងមិត្តបានមកដល់ប្រទេសកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមការកាច់រឹកកាច់រៀងទាំងនេះមានតម្លៃស្មើនឹងការជួបសន្ទនាមួយជាមួយមេដឹកនាំដ៏អាថ៌កំបាំងម្នាក់ដែរពួកយើងជាអ្នកកាសែតអាមេរិកដំបូងបង្អស់ដែលត្រូវបានធ្វើសម្ភាសជាមួយគាត់ឡាន Mercedes មួយដែលយើងមិនធ្លាប់ដែរឃើញពីមុនមកត្រូវបានមកទទួលយើងដើម្បីទៅកាន់អតីតវិមានរដ្ឋាភិបាលដែលកសាងដោយពួកបារាំងគឺជាគ្រឹះស្ថានមួយមានពណ៌ប្រផេះស្អាប់មួយសង់នៅក្បែរមាត់ទន្លេខាងកើតវត្តភ្នំរថយន្តបានបើកឡើងតាមផ្លូវកោងដូចធ្នូហើយដាក់យើងចុះនៅចំមាត់ទ្វារមន្ត្រីរបស់រដ្ឋាភិបាល2នាក់ដែលនៅរងចាំការទៅដល់របស់យើងបានអមជូនដំណើរយើងរហូតដល់បន្ទប់ទទួលភ្ញៀវដ៏ធំសម្បើមមួយវាំងននពណ៌សនៅតាមបង្អួចទាំងអស់កម្រើកតិចតាមកម្លាំងខ្យល់បក់នៃកង្ហារអគ្គិសនីជាច្រើនដែលគេរៀបចំដាក់ជុំវិញបន្ទប់នោះពីចម្ងាយខ្ញុំឃើញប្រសិទ្ធមុនគេដែលឈរនៅស្ដាំដៃជាមួយអ្នកបកប្រែម្នាក់ទៀតនិងសហការីម្នាក់អៀងសារីនៅឈរក្នុងជម្រៅនៃបន្ទប់នៅក្បែរគាត់គឺតួអង្គពលពតផ្ទាល់តែម្ដងនៅអង្គុយដូចជាស្ដេចមួយអង្គយើងដើរតម្រង់ទៅរកនាយករដ្ឋមន្ត្រីជាអគ្គលេខាបកកុម្មុយនីសកម្ពុជានិងជាមនុស្សដែលត្រូវចោទប្រកាន់ថាបានប្រព្រឹត្តអំពើអក្រិតកម្មយ៉ាងព្រៃផ្សៃសាហាវយង់ខ្នងមួយចំនួនក្នុងប្រវត្តិសាស្ត្រសម័យបច្ចុប្បន្នគាត់ពុំមែនជាមនុស្សដែលធ្លាប់សម័យឃើញនោះទេហើយខ្ញុំត្រូវការពេលវេលាជាច្រើននាទីដើម្បីប្រមូលរំជួលក្នុងចិត្តរបស់ខ្ញុំឡើងវិញនិងសង្កេតមើលគាត់យ៉ាងល្អិតល្អន់តាមការពិតគឺជាមនុស្សម្នាក់ដែលមានលក្ខណៈស្រស់សង្ហាប្រកបដោយទឹកមុខគួរឲ្យចូលចិត្តមួយមិនល្អទេតែជាមុខដែលទាក់ទាញចិត្តគាត់មានលក្ខណៈម៉ឺងម៉ាត់និងការសើចញញឹមមួយដែលស្ទើរតែញ៉ាំងឲ្យមានសមានចិត្តគេបានអនុញ្ញាតឲ្យដូចម៉ាន់និងខ្ញុំថតរូបជាច្រើនប៉ុស្តិ៍ហើយក្រោយមករូបថតដែលជារបស់ខ្ញុំបង្ហាញឲ្យឃើញថាល្អលើសពីការពិតទៅទៀតថ្មីបើខ្ញុំធ្លាប់ឮគេនិយាយពីអំណាចជាមេដឹកនាំម្នាក់របស់ពលពតក៏ដោយក៏ខ្ញុំមិនជឿថាពិតដែរដែលខ្ញុំសំអាងលើរូបថតរបស់គាត់ដែលថតយ៉ាងរហ័សចុះផ្សាយក្នុងកាសែតនានាប៉ុន្តែការពិតគាត់មានរូបសម្ផស្សមួយដែលមិនអាចប្រកែកបានឡើយរបៀបនិយាយស្ដីរបស់គាត់មានលក្ខណៈល្អិតល្អន់គ្មានភាពក្រោតក្រៀតគ្មានលេចចេញជារឹកពីកអើតកតោមឡើយចំពោះរូបកាយវិញគាត់មានមាឌធំមាំលក្ខណៈរឹងប៉ឹងមានរបៀបធ្វើការគ្មានទាស់ឆ្គងគាត់សើចញញឹមហើយងក់ក្បាលដោយនិយាយកំប្លែងលេងផងនៅពេលដែលយើងផឹកទឹកក្រូចពោធិ៍សាត់ស្រស់ដែលគេដាក់នៅខាងមុខយើងបន្ទាប់មកអារម្មណ៍មួម៉ងនិងមនុស្សបានប្រែប្រួលយើងអង្គុយនៅខាងឆ្វេងដៃឆ្ងាយពីគាត់ជាច្រើនម៉ែត្រពួកអ្នកបកប្រែភាសារបស់គាត់ស្ថិតនៅពីមុខយើងខាងឆ្វេងដៃគាត់ក្រោយខ្នងគាត់គឺអៀងសារីនៅឈរថ្មឹងជាក់ស្ដែងវាមានភាពប្រែប្រួលឆាប់រហ័សណាស់ដែលគេយល់ព្រមឲ្យយើងជួបធ្វើសាវនាការមួយទៅវិញពុំមែនជួបធ្វើសម្ភាសមួយទេហើយថាមនុស្សដែលព្រមជួបយើងក៏និយាយរបៀបសម័យហួសហេតុដែរក្នុងរយៈពេលជាង1ម៉ោងពលពតបានធ្វើសន្ទរកថាស្ដីអំពីពួកវៀតណាមហើយនិយាយមិនចាំបាច់មានកំណត់អ្វីខ្លីៗនិងប្រុងប្រយ័ត្នគាត់បានថ្លែងថ្កោលទោសប្រឆាំងនឹងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរនិងបាននិយាយទុកជាមុនពីសង្គ្រាមមួយដែលច្បាស់ជានឹងផ្ទុះឡើងក្នុងពេលឆាប់ហើយបញ្ចប់ដោយសេណារីយ៉ូមិនសមហេតុផលមួយដែលរៀបចំកងទ័ពរបស់បកសម្ព័ន្ធកតសញ្ញាវ៉ាសូវីឲ្យប្រយុទ្ធនឹងកងទ័ពរបស់អង្គការស៊ូតង់នៅលើសមរភូមិរបស់កម្ពុជាគាត់មានសម្លេងទន់ភ្លន់ដែលធ្វើឲ្យគេទុកចិត្តមួយយើងចង់បានសន្តិភាពប៉ុណ្ណោះដើម្បីកសាងប្រទេសយើងសាធារណមតិពិភពលោកបានជួយជ្រោមជ្រែងផ្ដល់នឹងការយកចិត្តទុកដាក់ខ្លាំងមួយចំពោះការគំរាមកំហែងផ្សេងដែលកំពុងគ្របដណ្ដប់មកលើកម្ពុជាប្រជាធិបតេយ្យ
គេភ័យខ្លាចថាកម្ពុជាពុំអាចទប់ទល់នឹងពួកវៀតណាមបានទេរឿងនេះអាចធ្វើឲ្យខូចដល់ប្រយោជន៍ផ្សេងៗរបស់ប្រទេសនានានៅអាស៊ីអាគ្នេយ៍និងប្រទេសទាំងអស់ក្នុងពិភពលោកយើងពេញចិត្តផ្ដល់ព័ត៌មានឲ្យអស់លោកដឹងពីស្ថានភាពនេះមនុស្សដែលអួតខ្លួនថាចូលចិត្តរស់នៅក្នុងភាពស្ងប់ស្ងាត់នេះបានបញ្ជាឲ្យគេសម្លាប់ប្រជាជនអស់រាប់រយពាន់នាក់ដោយពិភពលោកមិនដែលស្គាល់រូបគេសោះគាត់បានដឹកនាំបកមួយដែលមានសមាជិកជាច្រើនបានរួមចំណែកក្នុងការសម្លាប់រង្គាលជនរួមជាតិឯងយ៉ាងហោចណាស់ចំនួន1 លាននាក់ដែរជាមនុស្សម្នាក់ដែលអាចបំផ្លិចបំផ្លាញប្រទេសរបស់ខ្លួនដោយទឹកចិត្តស្ងប់ស្ងាត់ជាទីបំផុតដើម្បីអនាគតដ៏ប្រសើរថ្លៃថ្លាមួយដែលមានបកប៉ុណ្ណោះអាចប្រមាណបានពុំមែនមានតែមួយដងទេនៅពេលដែលគាត់បរិយាយរិះគន់ប្រទេសវៀតណាមនិងសហភាពសូវៀតយ៉ាងខ្លាំងនោះគាត់មិនដំឡើងសម្លេងឬយកដៃទះលើភ្នាក់កៅអីផ្អែករបស់គាត់ឡើយយ៉ាងហោចណាស់គាត់គ្រាន់តែផ្អៀងក្បាលតិចហើយកវីដៃរបស់គាត់ដើម្បីសង្កត់បញ្ជាក់នៅការអះអាងរបស់គាត់ប៉ុណ្ណោះគាត់និយាយតែរឿងដដែលជារឿយប្រទេសវៀតណាមចង់ភ្ជាប់ប្រទេសកម្ពុជាជារណបរបស់ខ្លួនក្នុងផ្ទៃសហព័ន្ធឥណ្ឌូចិនដែលគ្រប់គ្រងត្រួតត្រាដោយពួកវៀតណាមគាត់និយាយថាទីបំផុតប្រទេសវៀតណាមផ្ទាល់មកជាคล้ายជារណបរបស់សហភាពសូវៀតមិនខានប្រទេសវៀតណាមបានទៅអោបថើបលុតជើងសហភាពសូវៀតហើយសម្រេចចងសម្ព័ន្ធមិត្តផ្នែកយោធាជាមួយគ្នាទៀតសម្រាប់ប៉ុល ពតនេះជាភ័ស្តុតាងដែលក្រុងហាណូយចង់ធ្វើអន្តរជាតិតវនីយកម្មនៅអធិការរវាងប្រទេសយើងទាំងពីរគាត់បន្តទៀតថាដោយធ្វើឲ្យសង្គ្រាមមានលក្ខណៈទៅជាអន្តរជាតិប្រទេសវៀតណាមអាចប្រើប្រាស់កងទ័ពសូវៀតកងទ័ពរបស់បណ្ដាប្រទេសបកសម្ព័ន្ធវ៉ាស៊ាវីដើម្បីចូលលុកលុយនិងកាន់កាប់ប្រទេសកម្ពុជាផងដែរគាត់បានអះអាងទៀតថាប្រទេសវៀតណាមចង់ពឹងផ្អែកជាសំអាងលើសិទ្ធិវាទីនិយមអន្តរជាតិរបស់សហភាពសូវៀតនិងបកសម្ព័ន្ធវ៉ាស៊ាវីប៉ុន្តែដើម្បីលុកលុយប្រទេសកម្ពុជាប្រទេសទាំងនោះនឹងត្រូវបញ្ជូនកងទ័ពរបស់គេទៅពីឆ្ងាយមកនិងបញ្ជូនអ្វីគ្រប់បែបយ៉ាងដែលកងទ័ពនេះត្រូវការនៅទីនោះមកព្រោះនៅប្រទេសវៀតណាមគ្មានអ្វីទាំងអស់ប៉ុល ពតនៅតែទទូចដោះស្រាយសេណារីយ៉ូប្រកបដោយមហន្តរាយរបស់គាត់ដដែលនៅពេលដែលបណ្ដាប្រទេសបកសម្ព័ន្ធវ៉ាស៊ាវីបញ្ជូនកងទ័ពមកឥណ្ឌូចិនពួកគេនឹងខ្វល់ខ្វាយពីព្រឹត្តិកម្មប្រឆាំងនឹងអឺរ៉ុបដែរប្រសិនបើជាពួកគេចង់ដកទ័ពខ្លះចេញពីសមរភូមិអាស៊ីអាគ្នេយ៍ពួកគេនឹងត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុតប្រទេសកម្ពុជាប្រទេសនានានៅអាស៊ីអាគ្នេយ៍និងពិភពលោកទាំងមូលនឹងមិនយល់ស្របនៅអ្វីដែលសហភាពសូវៀតនិងប្រទេសផ្សេងទៀតនៃបកសម្ព័ន្ធវ៉ាស៊ាវីដណ្ដើមយកប្រទេសកម្ពុជានិងអាស៊ីអាគ្នេយ៍ដោយកម្លាំងទ័ពឡើយគំនិតដែលធ្លាប់បង្កើតជារូបរាងនៅមន្ទីរឃុំឃាំងទួលស្លែងនិងកន្លែងធ្វើទរណកម្មផ្សេងទៀតនៅទ្រឹស្ដីអំពីការរួមគំនិតក្បត់មួយបានបណ្ដាលឲ្យកើតមានគំនិតរវើរវាយខុសប្លែកគេនេះដែលថារថក្រោះរបស់ប៉ូឡូញជាច្រើនគ្រឿងនិងកងទ័ពថ្មើរជើងរបស់ឆេកូដែលកំពុងដើរកាត់វាលស្រែទៅភាគខាងកើតប្រទេសកម្ពុជាសម្ដៅមកក្រុងភ្នំពេញនិងទៅហួសនេះតទៅទៀតត្បិតអីប៉ុល ពតបាននិយាយទុកជាមុនហើយថាបណ្ដាប្រទេសនៃបកសម្ព័ន្ធវ៉ាស៊ាវីពិតមែនចង់បានត្រឹមតែនោះទេពីភ្នំពេញទៅកងទ័ពទាំងនោះនឹងដើរសម្ដៅទៅក្រុងបាងកកហើយចុះទៅដល់ប្រទេសម៉ាឡេនិងសិង្ហបុរីទៀតនេះជារបៀបបកស្រាយថ្មីមួយនៅទ្រឹស្ដីលបែងដូមីណូហើយប្រហែលជាមានការប៉ុនប៉ងបំផិតបំភ័យសាមញ្ញមួយប៉ុល ពតបញ្ជាក់ថាបកសម្ព័ន្ធវ៉ាស៊ាវីត្រូវប្រឈមមុខនឹងអង្គការអូតង់ហើយថាគាត់មានបំណងចង់ផ្សារភ្ជាប់ភាពគង់វង្សរបស់ខ្លួននិងបណ្ដាប្រទេសអាស៊ាននិងបណ្ដាប្រទេសរបស់អង្គការអូតង់យ៉ាងគួរឲ្យឆ្ងល់ហេតុការណ៍ដែលគួរឲ្យចាប់អារម្មណ៍ជាទីបំផុតនោះគឺប្រទេសចិនត្រូវបានរៀបចំបញ្ចូលក្នុងល្បែងសង្គ្រាមនេះតែមួយម៉ាត់គត់ប៉ុល ពតនិយាយពីអាស៊ាននិងអូតង់ប៉ុណ្ណោះហាក់ដូចជាប្រទេសក្នុងអង្គការទាំងពីរនេះជាអ្នកកាន់ជើងកម្ពុជាអញ្ចឹងប្រទេសចិននិងគ្រឿងសព្វាវុធដែលខ្លួនផ្ដាល់ឲ្យមកពុំមានឮនិយាយក្នុងគម្រោងនៃការសម្ភាសន៍នេះទេអៀងសារីដែលដើរចុះដើរឡើងពីក្រោយខ្នងប៉ុល ពតបានទប់ចំហងក់ចិញ្ចើមឡើងជ្រួញដៃទាំងពីរកវាត់ទៅក្រោយ
ពួកអ្នកបកប្រែភាសាបានស្នើឲ្យបញ្ជាក់បំភ្លឺច្បាស់លាស់ដូចម៉ាន់និងខ្ញុំផ្ទាល់បែរមើលមុខគ្នាទៅវិញទៅមកដើម្បីបញ្ជាក់ឲ្យដឹងយើងស្ដាប់ឮពាក្យដែលគាត់និយាយដូចគ្នាដែរទេកតសញ្ញាវ៉ាសូវីបានប៉ុលពតបានបន្តដោយបកស្រាយបំភ្លឺថាហេតុអ្វីបានជាប្រទេសវៀតណាមពុំអាចយកឈ្នះប្រទេសកម្ពុជាតែម្នាក់ឯងបានគាត់បានបញ្ជាក់ថាពួកវៀតណាមពុំអាចសម្រេចជោគជ័យវាយដណ្ដើមយកកម្ពុជាដោយកម្លាំងទ័ពដាច់ខាតពួកគេពុំអាចក្តាប់ភូមិសាស្ត្រទឹកដីរបស់កម្ពុជាដោយពុំមានជនកម្ពុជាចូលរួមជាមួយដើម្បីជួយពួកគេនិងពុំអាចដឹកជញ្ជូនគ្រឿងសម្ភារៈបរិក្ខាររបស់ខ្លួនចូលប្រទេសយើងបានឡើយយើងបានធ្វើឲ្យពួកវៀតណាមទទួលបរាជ័យជាបន្តបន្ទាប់ហេតុដូច្នេះពួកគេត្រូវតែបើកការវាយប្រយុទ្ធយ៉ាងធំប្រឆាំងនឹងយើងការចូលជួបសាវនាការបានចប់សពគ្រប់យើងឡើងវិលខួរក្បាលអស់ប៉ុន្មានខែក្រោយមកយើងនៅតែធ្វើឲ្យភ័យព្រួយនៅឡើយនៅពេលដែលលេចឮថា Big New President ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកមានទស្សនៈស្របតាមការវិភាគមួយផ្នែកធំរបស់ប៉ុលពតដែរគេបាននាំយើងមកកាន់និវេសនដ្ឋានវិញហើយ Cowell ត្រូវបានគេជូនទៅវិមានរដ្ឋាភិបាលតាមរថយន្តដដែលនេះគាត់ត្រឡប់មកវិញដោយមានសមានចិត្តរីករាយយ៉ាងខ្លាំងចំពោះការជួបសន្ទនារបស់គាត់ជាមួយមេដឹកនាំកម្ពុជាអ្នកទាំងពីរនេះបានចំណាយពេលមួយភាគធំក្នុងការជួបគ្នាដើម្បីពិភាក្សាអំពីទ្រឹស្ដីសេដ្ឋកិច្ចបដិវត្តន៍ជាប្រធានបទមួយដែល Cowell ចូលចិត្តនិយាយជាច្រើនក្នុងអំឡុងពេលទស្សនកិច្ចនេះប៉ុលពតបានអញ្ជើញគាត់ដោយខ្លួនឯងឲ្យត្រឡប់មកវិញនៅឆ្នាំបន្ទាប់ដើម្បីវាយតម្លៃពីការរីកលូតលាស់របស់បដិវត្តន៍យើងបានពិនិត្យប្រៀបធៀបកំណត់ត្រាខ្លីៗរបស់យើងបន្ទាប់មកយើងបានរៀបចំពិធីជួបជុំសប្បាយដោយផឹកស៊ីនិងរាំលេងរយៈ2សប្តាហ៍ដែលយើងស្ថិតនៅក្នុងប្រទេសនេះហាក់ដូចជាមានរយៈពេលយូរដូច2ឆ្នាំអញ្ចឹងពេលវេលាបានរសាត់ទៅយឺតដោយសារភាពធុញទ្រាន់ក្នុងការរងចាំម្ចាស់ផ្ទះមករកពួកយើងដែលមានរយៈពេលយ៉ាងយូររាប់ម៉ោងដោយសារការជិះឡានជាប់គ្មានចុះដីដើម្បីដើរមើលប្រទេសដោយដែលយើងប៉ងប្រាថ្នាពីនាយមកនិងដោយសារអសកម្មរបស់ប្រជាជនកម្ពុជាធ្វើឲ្យយើងខ្លាចរអាងប៉ុន្តែយើងបានសម្រេចជោគជ័យក្នុងការជួបជាមួយប៉ុលពតដែរបន្ទាប់ពីបរិភោគបាយល្ងាចរួចដូចម៉ាន់បានដើរទៅកាន់បន្ទប់របស់គាត់ដើម្បីចម្លងកំណត់ខ្លីៗដោយម៉ាស៊ីនអង់គ្លេសលេខ Cowell និងខ្ញុំនៅអង្គុយកន្លែងតុបាយដដែលដើម្បីពិភាក្សាគ្នាជាលើកចុងក្រោយមួយអំពីប្រទេសកម្ពុជាដោយប្រកាន់ជាប់នៅអ្វីដែលគាត់ចាត់ទុកជាទស្សនៈមានតម្លៃយូរអង្វែងនោះ Cowell បានបញ្ចេញនៅការវិនិច្ឆ័យវិជ្ជមានមួយចំពោះការបដិវត្តន៍ចំណែកខ្ញុំជឿអំពីលក្ខណៈពិតប្រាកដនៃការឆ្លើយជាសាក្សីរបស់ពួកអ្នកភៀសខ្លួនច្រើនជាងហើយក្រោយមកខ្ញុំបានសរសេររឿងនេះបន្ថែមទៀតយប់នោះ Cowell បានសាក់លបងជាថ្មីទៀតដើម្បីធ្វើឲ្យខ្ញុំដូរយោបល់ដោយប្រៀបធៀបប្រទេសកម្ពុជាជាមួយប្រទេសអេកូសគាត់ជាអ្នកជាតិនិយមអេកូសម្នាក់គាត់បានប្រកាសថាប្រទេសកម្ពុជាខ្លាចញញឹតប្រទេសវៀតណាមដោយពួកអេកូសខ្លាចពួកអង់គ្លេសដែរខ្ញុំពុំឃើញមានភាពសមហេតុសមផលសោះក្នុងការប្រៀបធៀបរបស់គាត់ហើយគាត់បានដកខ្លួនចេញទៅកាន់បន្ទប់របស់គាត់ដោយបាននិយាយទុកជាមុនថាអេកូសនឹងទទួលបានឯករាជ្យពីប្រទេសអង់គ្លេសនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ80ខ្ញុំបានដកខ្លួនចេញពីតុបាយហើយចូលទៅដេកប្រមាណជាម៉ោង11យប់វ៉ាលីទាំងប្រមាណរបស់ខ្ញុំត្រូវបានរៀបចំរួចជាស្រេចហើយទុកដាក់វានៅក្បែរមាត់ទ្វារបន្ទប់នៅជាន់ទី1ប៉ុន្មានម៉ោងក្រោយមកខ្ញុំភ្ញាក់ពីដំណេកទាំងមមីងមមើងវងឆ្កែទំនងជាផ្ដួលធុងសម្រាមជាច្រើននៅខាងក្រោមលំនៅឋានខ្ញុំប៉ុន្តែខ្ញុំពុំស្ថិតនៅទីក្រុងវ៉ាស៊ីនតោនទេណាគឺខ្ញុំកំពុងស្ថិតនៅក្រុងភ្នំពេញទាំងកណ្ដាលអាទិត្យសំឡេងដែលខ្ញុំឮមិញពុំមែនជាសំឡេងមកពីធុងសម្រាមដែលឆ្កែធ្វើឲ្យដួលរលំនោះទេព្រោះខ្ញុំមិនដែលឃើញឆ្កែមួយក្បាលសោះនៅក្នុងទីក្រុងនេះ
ខ្ញុំទម្លាក់ខ្លួនទៅលើគ្រែវិញហើយឮសំឡេងថ្មីមួយទៀតធ្វើឲ្យខ្ញុំផុតពោះបំផុតគឺសំឡេងគ្រាប់កាំភ្លើងមួយចិត្តបង្កើយដែលអាចធំក្លិនរំសាវឡើងឈួលខ្ញុំសោកអាវសង់គឺជាអាវបំពាក់ពីក្រៅពេលរាត្រីពេលដែលយើងចេញពីបន្ទប់ដេកហើយដើរសំដៅទៅកាន់បន្ទប់បាយខ្ញុំឮសំឡេងធ្ងោមួយខ្ញុំបើកទ្វារហើយដើរចូលទៅក្នុងបន្ទប់មួយទៀតចំពេលដែលមានយុវជនម្នាក់លេចមុខឡើងចូលមកក្នុងទីនោះតាមទ្វារខាងក្នុងដែរយើងសម្លឹងសម្លក់រកគ្នាគឺជាជនជាតិខ្មែរស្លៀកខុសប្លែកពីធម្មតាពាក់មួកមួយដោយកីឡាករបាល់បោះជននោះមានពាក់កាទូសៀពីរខ្សែក្វាត់គ្នានៅលើដើមទ្រូងកាន់កាំភ្លើងការ៉ាប៊ីនស្វ័យប្រវត្តិមួយដើមពាក់ពីលើស្មាហើយកាន់កាំភ្លើងខ្លីមួយដើមទៀតដើរភ្ជង់តម្រង់មករកខ្ញុំជននោះមើលទៅមានសភាពដូចជាភ័យរន្ធត់ជាងខ្ញុំទៅទៀតប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លួនប្រាណខ្ញុំប្រុងនឹងធ្លុះធ្លាយដោយការភ័យខ្លាចនេះដែរទេកុំបាញ់ខ្ញុំស្រែកយ៉ាងខ្លាំងខ្ញុំដោះខ្លួនរត់ចូលក្នុងបន្ទប់វិញទាញទ្វារបិទឬសូរក្រាំងប៉ុន្តែភ្លេចចាក់សោខ្ញុំបោសម្ដៅទៅក្នុងបន្ទប់ទឹកដែលនៅជាប់គ្នាហើយលោតចូលក្នុងអាងទឹកដោយដេកសណ្ដោខ្លួនផ្កាប់មុខខ្ញុំគ្មាននឹកឃើញអ្វីទាំងអស់ខ្ញុំធ្វើប្រតិកម្មតាមសភាវគតិប៉ុណ្ណោះមួយផ្នែកនៃចិត្តខ្ញុំនឹកឃើញដំបូងមានមួយដែលធ្លាប់ឮគេនិយាយក្នុងរយៈពេលសង្គ្រាមថាអាងងូតទឹកមួយជាគ្រឿងការពារដ៏ប្រសើរបំផុតដោយគេហដ្ឋានមួយដែលអាចឲ្យយើងទប់ទល់នឹងគ្រាប់កាំភ្លើងផ្សេងដែលរត់ខុសទិសដៅរបស់វាដែរយុវបុរសនោះពុំបានដេញតាមខ្ញុំទេអាងទឹកនេះស្ថិតនៅក្រោមបន្ទប់ចដាខ្ញុំឮសូរជើងដើរឡើងចាំចដាយ៉ាងបញ្ញាប់ដោយមានឮសំឡេងអាវុធនិងគ្រាប់រំសាវរបស់ពួកគេទាំងកិច្ចគ្នាផងអំពូលភ្លើងអគ្គិសនីត្រូវពន្លត់ទាំងអស់ធ្វើឲ្យក្នុងផ្ទះឡើងងងឹតឈឹងខ្ញុំឮសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៀតប៉ុន្តែខ្ញុំមិនអាចរាប់ចំនួនបានទេប្រហែលជា6គ្រាប់ឬច្រើនជាងនេះទៀតក៏មិនដឹងបន្ទាប់មកសំឡេងមួយដូចមនុស្សកំពុងដើរចុះចដាដោយភាពស្ងប់ស្ងាត់ដូចវាលខ្មោចក្នុងរយៈពេល1ម៉ោងកន្លះតើគេបាញ់អ្នកណាមានអ្នកណាម្នាក់ត្រូវរបួសទេហេតុអ្វីបានជាគ្មានអ្នកណាម្នាក់ចុះមកក្រោមសោះតើពួកអ្នកការពារយើងនៅឯណាក្នុងប្រទេសនេះខ្ញុំពុំមានទូរស័ព្ទសម្រាប់និយាយតាក់ទងគ្នាទេគ្មានទាំងទូរលេខសម្រាប់ហៅរកអ្នកសង្គ្រោះទៀតផងការរាយរាប់ទាំងប្រមាណរបស់ពួកអ្នកភៀសខ្លួនបានលេចឡើងក្នុងសតិអារម្មណ៍ខ្ញុំសាជាថ្មីខ្ញុំសាកល្បងក្រោកឈរឡើងវិញនៅខាងលើប្រហែលជាមាននរណាម្នាក់ត្រូវការជំនួយខ្ញុំពុំអាចងើបឈរបានឡើយប៉ុន្តែខ្ញុំសម្រេចចិត្តចេញពីអាងងូតទឹកឲ្យទាល់តែបានដោយតោងអញ្ជាងក្បែរមាត់ទ្វារខ្ញុំមើលឃើញពន្លឺព្រះច័ន្ទតាមបង្អួចតើជារដ្ឋប្រហារឬតើពួកអ្នកការពារយើងនៅឯណាតើពួកគេត្រឡប់មកសម្លាប់ខ្ញុំវិញទេខ្ញុំឈប់គិតពីប្រទេសកម្ពុជាទៀតដោយខ្លាចក្រែងខ្លាចជាមនុស្សឡប់សតិក្នុងរយៈពេលប្រមាណជា60នាទីខ្ញុំបានដោះខ្លួនដោយការត្រេះរិះហើយនឹកដល់មនុស្សផ្សេងទៀតខ្ញុំមិនអាចនឹកក្នុងចិត្តនៅអ្វីដែលបានកើតឡើងឡើយខ្ញុំឮសំឡេងត្រហឹងមួយយ៉ាងខ្លាំងបន្តដោយសំឡេងលាន់ឮព្រឹបមួយសំឡេងកៅបែកមួយជំហានដើរឡើងជាងលាន់ខ្ទរក្នុងបន្ទប់ដែលយើងស្នាក់នៅខាងមុខដោយឮសំឡេងក្ដួងក្ដាំងក្នុងបន្ទប់ខ្ញុំស្នូជំហានជើងដើរមកជិតមាត់ទ្វារបន្ទប់ទឹកខ្ញុំឃើញដៃកងុករបស់សោទ្វារធ្លាក់ចុះអូគឺមិត្តឡាជាមនុស្សម្នាក់ក្នុងចំណោមអ្នកជាច្រើនដែលខ្ញុំស្គាល់ដែលជាអ្នកបម្រើនៅក្នុងផ្ទះដែលមិនចេះនិយាយភាសាបរទេសណាមួយឡើយខ្ញុំនៅលុតជង្គង់នៅឡើយឡាកលេចឃើញខ្ញុំមកផ្លែតដើម្បីមើលថាតើខ្ញុំមានត្រូវរបួសឬទេហើយបែរក្រោយត្រឡប់ទៅវិញបាត់ខ្ញុំបានឈៀងទៅចាប់ដៃគាត់សួរគាត់ដោយភាសាខ្មែរបៃឡាំថាតើជនជាតិអាមេរិកកាំងនិងអង់គ្លេសគឺដូចម៉ាន់និងខូវែលបានសុខសប្បាយជាទេគាត់ឆ្លើយថាមិនអីទេខ្ញុំតោងជាប់គាត់អង្វរឲ្យគាត់នៅទីនេះសិនគាត់បើកភ្លើងឡើងវិញហើយប្រាប់យើងឲ្យនៅស្ងៀមកុំដើររហេតុរហូតហើយគាត់ក៏ចាក់ចេញទៅខ្ញុំស្ថិតនៅតែម្នាក់ឯងជាថ្មីក្នុងសំឡេងត្រហឹងនៃម៉ាស៊ីនត្រជាក់ដោយគ្មានដឹងពីអ្វីដែលកើតឡើងបន្តិចសោះឡើយខ្ញុំអាចត្រឡប់ទៅបន្ទប់វិញបានប៉ុន្តែខ្ញុំនៅតែអង្គុយក្នុងប្រហោងបន្ទប់ទឹកដដែលតើប្រជាជនងើបបះបោប្រឆាំងឬតើខ្ញុំត្រូវបានគេចាត់ទុកជាសត្រូវម្នាក់ដែរមែនទេតើពួកវៀតណាមវាយប្រហារប្រទេសកម្ពុជាឬតើខ្ញុំជាប់អន្ទាក់ក្នុងប្រទេសមួយដែលត្រូវគេលុកលុយដោយដែលខ្ញុំគិតនឹកព្រឺព្រួចភ័យខ្លាចពីដំបងនោះដែរមែនទេគឺជារឿងដែលមិនទំនងសោះ
បើបែរជាគេនឹកស្មានថាពួកយើងទៅវិញទេយើងសុទ្ធតែជាពួកស្បែកសគេមិនអាចច្រឡំយើងជាមួយនឹងពួកអ្នកដឹកនាំខ្មែរក្រហមបានឡើយយកល្អខ្ញុំត្រូវតែឈប់គិតជាថ្មីក្នុងអំឡុង15នាទីខ្ញុំបានឮសំឡេងមួយដែលខ្ញុំស្គាល់ច្បាស់ប្រសិទ្ធជាមួយនឹងបែបបទជាមន្ត្រីរបស់គាត់បានគោះទ្វារបន្ទប់ខ្ញុំហើយហៅឈ្មោះខ្ញុំចេញមកទាំងញ័រប្រប្រាប់នៅឡើយហើយខ្ញុំបានសាកសួរពីជោគវាសនាអ្នកដទៃទៀតដែលរួមដំណើរមកជាមួយខ្ញុំដូចបានសុខសប្បាយទេ Colvert ត្រូវស្លាប់ដោយសារគ្រាប់នៅទីក្រុងគ្មានរឿងអ្វីផ្សេងកើតឡើងឡើយលើកលែងតែឃាតកម្មលើ Colvert គ្មានការបោះបោប្រឆាំងដោយអាវុធគ្មានរដ្ឋប្រហារគ្មានការឈ្លានពានរបស់វៀតណាមឡើយពួកគេបាននាំដូចម៉ាន់មកក្រោមដើម្បីឲ្យខ្ញុំអាចឃើញរូបគាត់បន្ទាប់មកគេស្នើឲ្យពួកយើងឡើងទៅជាន់លើវិញដើម្បីបង្ហាញឲ្យឃើញនៅរូប Colvert ដែលដេកស្ដោកនៅលើការ៉ូក្នុងខោអាវភីយ៉ាម៉ាមានឈាមឡើងកកនៅលើដើមទ្រូងសក់វែងពណ៌ត្នោតរបស់គាត់ឡើងរសាត់រសាយពេញផ្ទៃមុខរបស់គាត់បិទភ្នែកជិតឈឹងនៅមាត់ទ្វារបន្ទប់របស់គាត់មានសាកសពមួយទៀតដេកស្ដុកស្ដឹងគ្មានកម្រើកជាយុវបុរសស្លៀកពាក់ខ្មៅដូចមនុស្សដែលភ្ជង់កាំភ្លើងតម្រង់ដាក់ខ្ញុំដែរតែគាត់មកធ្វើអីនៅទីនេះមករកស្លាប់ដៃទាំងពីរខ្វែងគ្នានៅលើដើមទ្រូងដូចនេះតើប្រសិទ្ធនឹងអ្នកដែលការពារយើងធ្វើអ្វីខ្លះនៅក្នុងរយៈពេលនោះគ្មានចម្លើយប្រសិទ្ធនិយាយថាសូមអភ័យទោសសូមរៀបចំអីវ៉ាន់ផ្ទាល់ខ្លួនរបស់អស់លោកហើយចាក់ចែងពីទីនេះជាបន្ទាន់យុវនារីម្នាក់ដែលនៅរងចាំក្នុងបន្ទប់ខ្ញុំហើយដោយសារជំនួយរបស់នាងខ្ញុំបានរៀបចំដាក់กระดาษឯកសារផ្សេងដែលពុំទាន់បានប្រមូលទុកស្រូប4នោះដាក់ក្នុងវ៉ាលីមួយខ្ញុំបានទុកចោលដោយចេតនានៅកូនពូថៅដៃដែលគេបានជូនខ្ញុំពីថ្ងៃមុននៅសហករណ៍មួយខ្ញុំមិនចង់បានពូថៅរបស់កម្ពុជាប្រជាធិបតេយ្យទេគ្មានសេចក្តីត្រូវការចាំបាច់ណាសោះដែលគេជំរុញឲ្យខ្ញុំចាក់ចែងជាបន្ទាន់នោះរថយន្តមួយគ្រឿងបានចាំចតនៅផ្លូវសួនហើយគេបាននាំពួកយើងទៅកាន់ផ្ទះមួយដែលនៅក្បែរផ្លូវដដែលនោះនៅពេលដែលយើងចុះពីរថយន្តដូចម៉ាន់និងខ្ញុំត្រូវបានគេអញ្ជើញឲ្យទៅបង្ហាញខ្លួនភ្លាមនៅមុខប្រធានសន្តិសុខមួយដែលមានភារកិច្ចសាកសួរពួកយើងពីរឿងនេះយើងទាំងពីរបានធ្វើសេចក្តីរាយការណ៍ម្នាក់ម្ដងដូចម៉ាន់បានរាយការណ៍ថាគាត់ត្រូវដាស់ឲ្យភ្ញាក់ពីដំណេកនៅម៉ោង1:05នាទីដោយស្នូរសម្លេងបាញ់កាំភ្លើងជាច្រើនគ្រាប់តាមបង្អួចគាត់បានឃើញមនុស្សមួយជួរកំពុងរត់លើថ្នល់ប្រហែលជា6នាក់ពួកនោះបានបំបែកគ្នាទៅតាមច្រកតូចដែលខណ្ឌចែកគេហដ្ឋាននានាគាត់បានចេញមកឈរនៅរានហាលខាងមុខហើយបានឃើញមនុស្សប្រុសជាច្រើនទៀតរត់នៅតាមផ្លូវនោះដែរគាត់បានទៅគោះទ្វាររបស់ Colvert ដើម្បីដាស់គាត់ឲ្យភ្ញាក់ជនជាតិអ៊ុយកូសរូបនេះបានចេញទៅជួបគាត់ហើយបានផ្លាស់ប្ដូរយោបល់គ្នាពី3ម៉ាត់គាត់បានឮសំឡេងផ្ទុះផ្សេងជាច្រើនដូចម៉ាន់លែងនឹកឃើញពីអ្វីដែល Colvert បានធ្វើមកទៀតឡើយគាត់មានការភ័យខ្លាចយ៉ាងខ្លាំងដោយបែរត្រឡប់ក្រោយមករកបន្ទប់គាត់វិញគាត់បានឃើញមនុស្សប្រុសម្នាក់ដែលពាក់អាវុធស្រោចខ្លួនដើរតម្រង់មករកគាត់មនុស្សនោះបានបាញ់ជុចនឹងដីមកគ្រាប់ហើយដូចម៉ាន់ក៏រត់សម្ដៅទៅបន្ទប់គាត់វិញទាញទ្វារបិទឮសូរក្រាំងហើយផ្ដួលខ្លួនទៅពួននៅកលៀតអញ្ចាំងមនុស្សនោះបានបាញ់សម្ដៅទ្វារ2គ្រាប់ដូចម៉ាន់លូនក្រាបតដីហើយបានឮសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផ្សេងទៀតយ៉ាងហោចណាស់ក៏គាត់សម័យឃើញចំនួនគ្រាប់កាំភ្លើងទាំងនោះដែរដល់វេនដែលខ្ញុំត្រូវរៀបរាប់ពីហេតុការណ៍ដែលខ្ញុំបានដឹងម្ដងនិងភាពល្អិតល្អន់នៃសាច់រឿងបានលេចឡើងក្នុងអារម្មណ៍ខ្ញុំជាថ្មីសំឡេងមនុស្សជាច្រើនកំពុងរត់ជុំវិញផ្ទះបន្ទាប់ពីមានឃាតកម្មដែលបានគ្រោងទុកជាមុនក្នុងរយៈពេលនៃការរងចាំរបស់យើងអស់រយៈពេលយ៉ាងយូរនោះខ្ញុំឮពួកគេនិយាយគ្នាជាភាសាខ្មែរតិចថាខ្ញុំបានឮពួកគេនិយាយគ្នាជាភាសាខ្មែរដោយសំឡេងតិចថាប្រហែលជាកំពុងសឹបប្រាប់ពីបទបញ្ជាផ្សេងបន្ទាប់ពីការសាកសួរចម្លើយរបស់យើងបានចោទសួរសំណួរជាច្រើនទៅប្រសិទ្ធវិញម្ដងតើហេតុការណ៍នេះយ៉ាងម៉េចខ្លះតើមានអ្វីកើតឡើងគាត់ឆ្លើយថាអ្នកដែលត្រូវវាយប្រហារយើងទំនងជាមានសេរីភាពនៅឡើយក្រៅពីពួកអ្នកដែលត្រូវសម្លាប់រួចហើយ2អ្នកទៀតត្រូវបានពួកយើងចាប់បាននៅក្នុងសួនច្បារគាត់បានបញ្ជាក់ថាមានមនុស្ស3នាក់ប្រដាប់ដោយអាវុធបានឈរយាមការពារផ្ទះនេះនៅពេលដែលយើងត្រូវវាយប្រហារបន្ទាប់មកប្រសិទ្ធ
បានទុកចោលពួកយើងឲ្យនៅតែឯងក្នុងផ្ទះមួយទៀតដោយធានាអះអាងថាយើងត្រូវបានការពារល្អស្រួលបួលហើយដូចម៉ាន់និងខ្ញុំបានឆ្លងកាត់ដីត្រីនោះដោយនិយាយគ្នារហូតនៅពេលព្រឹកគេបាននាំយកអាហារពេលព្រឹកមកឲ្យយើងស្រស់ស្រូបហើយគេអញ្ជើញយើងឡើងឡាន Mercedes មួយគ្រឿងអៀងសារីរៀបចំពិធីបុណ្យមួយសម្រាប់ Cowell ដែរបន្ទាប់មកយើងត្រូវឡើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងប៉េកាំងវិញពិធីបុណ្យបានប្រព្រឹត្តទៅនៅនិវេសនដ្ឋានចាស់របស់យើងដែលជាកន្លែងឃាតកម្មសាកសពរបស់ Cowell ត្រូវបានគេដាក់ក្នុងមឈូសឈើយ៉ាងសាមញ្ញមួយព័ទ្ធជុំវិញទៅដោយបាច់ផ្កាជាច្រើនពួកគេបានបើកគម្របក្តារមឈូសឲ្យពួកយើងមើលមុខរបស់គាត់ដែលស្លេកស្លាំងនិងស្ងប់ស្ងាត់ជាលើកចុងក្រោយយើងទាំងអស់គ្នាបានអោនគោរពសពដោយស្ងៀមស្ងាត់ហើយមានមនុស្សជាច្រើនក្នុងចំណោមពួកយើងបានយំយើងមានគ្នាតែ4នាក់ប៉ុណ្ណោះគឺអៀងសារីជួនប្រសិទ្ធដូចម៉ាន់និងខ្ញុំលើសពីនេះមានពួកអ្នកការពារនិងអ្នកបម្រើជាច្រើនអ្នកទៀតក្នុងសេចក្តីថ្លែងមរណទុកយ៉ាងខ្លីមួយសារីបានចោទប្រកាន់ពួកវៀតណាមហើយបានសម្ដែងមនោសញ្ចេតនាសោកស្ដាយដ៏ជ្រាលជ្រៅរបស់ប្រទេសគាត់ចំពោះមរណភាពរបស់ Cowell នេះក្រោយមកគេរកឃើញថាបណ្ដាសមាជិកខាងផ្នែកសន្តិសុខខ្មែរក្រហមជាអ្នកធ្វើប្រតិបត្តិការដើម្បីសម្លាប់ Cowell ដោយចេតនាចម្លើយសារភាពចុងក្រោយជាច្រើនដែលគេបានប្រមាញ់យកដោយការធ្វើទរណកម្មលើអ្នកទោសនៅមន្ទីរឃុំឃាំងទួលស្លែងក៏មានតាក់ទងនឹងឃាតកម្មរបស់ Cowell ដែរកម្មាភិបាលខ្មែរក្រហម2នាក់ត្រូវបានគេបង្ខំឲ្យសារភាពថាពួកគេបានទទួលបញ្ជាឲ្យសម្លាប់ជនជាតិអេកូសនេះពុំមែនដុកម៉ាន់និងខ្ញុំទេក្នុងក្របខ័ណ្ឌនៃការរួមគំនិតក្បត់មួយសម្ដៅធ្វើឲ្យរបបនេះធ្លាក់ក្នុងស្ថានភាពលំបាកមួយនៅពេលហៀបមានសង្គ្រាមជាមួយប្រទេសវៀតណាមភ័ស្តុតាងប្រយោលទាំងឡាយដែលនៅក្នុងចម្លើយសារភាពទាំងនេះបានបំផុសឲ្យមានយោបល់មួយថា Cowell ត្រូវបានគេជ្រើសរើសធ្វើគោលដៅមួយក្នុងការសម្លាប់នេះពីព្រោះគាត់ជាមិត្តរបស់របបខ្មែរក្រហមហើយប្រសិនជាដើម្បីបង្កើតជាឧបសគ្គនិងជាគម្រោងការសេរីកម្មរបស់អៀងសារីទទួលបរាជ័យអ្វីដែលជាក់ប្រកាសគ្មានសង្ស័យគឺថាមនុស្សម្នាក់ដែលជាអ្នកប្រកាសក្នុងចិត្តខ្លួនឯងដើម្បីតម្រូវឲ្យសម្លាប់តែ Cowell ម្នាក់ប៉ុណ្ណោះពុំមែនដោយគ្រាប់បែកដៃមួយដែលគេអាចកវែងចូលទៅក្នុងផ្ទះបានល្ងាយឡើយអ្នកដែលបានបញ្ជាឲ្យធ្វើឃាតកម្មទោះជាអ្នកណាក៏ដោយក៏ចង់ទុកឲ្យពួកអ្នកកាសែតអាមេរិកកាំងនៅមានជីវិតដើម្បីអាចនិយាយរៀបរាប់ប្រាប់ពិភពលោកពីមរណភាពរបស់ Cowell យើងសម្លឹងមើលពួកកម្ពុជាលើកក្តារមឈូសដាក់ក្នុងរថយន្តមួយបន្ទាប់មកក្បួនរថយន្តដ៏ក្រៀមក្រំរបស់យើងបានចាក់ចេញឆ្ពោះទៅអាកាសយានដ្ឋានប្រសិទ្ធបានជួលដំណើរយើងទៅដល់ទីក្រុងប៉េកាំងដែរជាមួយនឹងសព Cowell នៅពេលនោះគ្មាននរណាម្នាក់បានដឹងពីមរណភាពរបស់ Cowell ទេលើកលែងតែពួកយើងផ្ទាល់និងមេដឹកនាំជាន់ខ្ពស់របស់របបប៉ុលពតប៉ុណ្ណោះនៅពេលទៅដល់ទីក្រុងប៉េកាំងដូចម៉ាន់និងខ្ញុំបានទាមទារធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយផ្ទាល់ដែលយើងអាចនិយាយទៅកាន់ប្រធានគណៈបេសកកម្មរបស់យើងបានគឺលោកលេអូណាវូដខុកយើងបានសំណូមពរឲ្យពួកកម្ពុជាបញ្ជូនទូរលេខប្រាប់ដំណឹងទៅអ្នកកាសែតរបស់យើងស្ដីអំពីរឿងរ៉ាវកើតឡើងនេះប៉ុន្តែពួកគេបានបោះសារទូរលេខរបស់យើងទៅក្នុងកន្ត្រកដាក់ឯកសាររបស់យើងវិញវ៉លខុកបានប្រាប់ពួកអ្នកការទូតអង់គ្លេសប្រចាំនៅទីក្រុងប៉េកាំងដឹងពីរឿងនេះតមកទៀតពួកអ្នកកាសែតបានបញ្ជូនសារទូរលេខមួយទៅក្រុងឡុងនិងប្រាប់ឲ្យគ្រួសាររបស់ Cowell ដឹងជាមុនផងយើងទាំងអស់គ្នាបានមកដល់រដ្ឋធានីចិននៅថ្ងៃទី23ខែធ្នូ1978ជាមួយសាកសព Cowell ថ្ងៃ7មករា1979ពួកគេបានដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញបានកងទ័ពខ្មែរក្រហមបានតស៊ូទប់ទល់យ៉ាងននាណាស់ដែរប៉ុន្តែត្រូវពួកវៀតណាមធ្វើឲ្យសាឡាំងកាំងបាត់ម្ចាស់ការទាំងស្រុងនិងស្ទើរតែគ្មានការគាំទ្រពីប្រជាជនផងប៉ុលពតត្រូវបានគេធ្វើឲ្យភ្ញាក់ផ្អើលងឿងឆ្ងល់ទាំងស្រុងប្រទេសវៀតណាមដែលគ្មានជំនួយពីបណ្ដាប្រទេសនៃកតកាសញ្ញាវ៉ាសូវីបានចាប់ផ្ដើមធ្វើការវាយប្រយុទ្ធមួយយ៉ាងលឿនស្លែវ
ដោយផ្លេកបន្ទោលហើយសម្រុកចូលដោយទឹកបាក់ទំនប់ឆ្លងកាត់ភៀកខាងកើតប្រទេសអៀងធរិតប្រពន្ធរបស់អៀងសារីបានពិពណ៌នាអំពីភាពស្លន់ស្លោរបស់ពួកមេខ្មែរក្រហមថាពួកយើងអាចនាំគ្នារត់ទៅជាមួយខ្លួនតែសម្លៀកបំពាក់ខ្លះៗប៉ុណ្ណោះយើងទុកចោលឯកសារជាច្រើនកិច្ចការធ្វើមិនទាន់ហើយស្ថិតនៅទីក្រុងភ្នំពេញទាំងអស់ពីព្រោះយើងគិតថានឹងវិលត្រឡប់មកវិញឆាប់ពួកយើងជឿថានេះគ្រាន់តែជាការចេញបណ្ដោះអាសន្នប៉ុណ្ណោះ2ថ្ងៃមុនពេលដែលពួកវៀតណាមមិនទាន់វាយកទីក្រុងភ្នំពេញបានសម្ដេចព្រះនរោត្តមសីហនុត្រូវបានដោះលែងពីការឃុំឃាំងដែលគេដាក់ស្ថិតឲ្យនៅក្នុងនិវេសនដ្ឋានរបស់ព្រះអង្គប្រហែលជាតាមការទទូចរបស់ពួកចិនក៏មិនដឹងជាបឋមសម្ដេចនិងព្រះជាយាគឺអ្នកមនាងមុនិចព្រមទាំងអ្នកដែលនៅសេសសល់ជាព្រះរាជវង្សានុវង្សនិងមិត្តភ័ក្តិរបស់ព្រះអង្គត្រូវបានគេនាំទៅជួបពលពតសិនដែលបាននិយាយទៅកាន់អតីតរាជានិថាដល់ពេលដែលសម្ដេចនិងអ្នករាល់គ្នាជួយយើងខ្ញុំផ្នែកការទូតម្ដងទៀតហើយយើងកំពុងជួបការលំបាកខ្លាំងណាស់សម្ដេចព្រះនរោត្តមសីហនុបានទទួលយល់ព្រមដោយឥតរញរាហើយបានធ្វើដំណើរទៅទីក្រុងប៉េកាំងជាទីដែលព្រះអង្គបានធ្វើសន្និសីទកាសែតមួយដោយឯកតៈមានរយៈពេល6ម៉ោងព្រះអង្គមានព្រះបន្ទូលពីការឃុំឃាំងនៅក្នុងព្រះរាជដំណាក់3ឆ្នាំក្នុងរយៈពេលនោះព្រះអង្គផ្ទំបានតែ3ម៉ោងប៉ុណ្ណោះក្នុងមួយយប់ព្រះអង្គយាងបោះជំហានវែងទៅមកក្នុងបន្ទប់នានានៃអគារដ៏តូចដែលគេរៀបចំឲ្យព្រះអង្គក្នុងព្រះបរមរាជវាំងព្រះអង្គរៀបចំបាយទឹកដោយផ្ទាល់និងស្ដាប់វិទ្យុបរទេសផ្សេងក្នុងរយៈពេល2ឆ្នាំដំបូងសម្ដេចព្រះនរោត្តមសីហនុនិងអ្នកនៅជុំវិញព្រះអង្គមិនដែលឃើញមនុស្សណាម្នាក់ក្រៅពីខៀវសំផនឡើយ